សិក្សាអំពីរូបមន្តរាយរាយគឺរតួអក្សរដែលនៅខាងស្ដាំស៊ីនតាក់ស្មើរាយស្លេចលើតិចខាងម៉ាមក number of character ចំនួនតួអក្សរដែលយើងត្រូវយកបាទតោះអញ្ចឹងយើងមើលឧទាហរណ៍បាទអញ្ចឹងយើងវាយទិន្នន័យប៉ុណ្ណឹងចូលសិនមកទី2យើងស្មើតោះអញ្ចឹងទី1យើងចុចស្មើ RI អញ្ចឹងវាយតែប៉ុណ្ណឹងមកវាចេញហើយយើងคลิกលើពាក្យ RI ហ្នឹងមករួចស្លេចលើតិចទី1ហ្នឹងរួច enter តែម្ដងអញ្ចឹងបើយើងអត់យកចំនួនលេខទេគឺវាចេញ1ពីខាងស្ដាំហ្នឹងគឺចេញអក្សរ H មួយទេតោះអញ្ចឹងឥឡូវយើងមើលរូបមន្តទី2ទៀតស្មើ RI បាទបន្តមកទៀតคลิกលើ cell ទី2ហ្នឹងមក comma មកគឺយើងយកចំនួនតួអក្សរលេខ3អញ្ចឹង enter មកអញ្ចឹងបានន័យថាវារាប់3តួអក្សរគឺរាប់ពីខាងស្ដាំទៅមាន Y មាន N មាន A តោះអញ្ចឹងតទៀតយើងមើល RI យើងស្លេចលើបាទឈ្មោះតទៀត comma មកយើងយក5ម្ដងអញ្ចឹង enter មកអញ្ចឹងបានន័យថាវាយក5តួអក្សរគឺ H1 T2 A3 R4 A5 បាទអញ្ចឹងរូបមន្តរាយយើងគឺតែប៉ុណ្្នឹងទេ